អង្គភាព IAOC ឬឈ្មោះពេញថា Internal Security Operation Command ភាសាថៃហៅថាកងអំណោយការរក្សាសន្តិសុខផ្ទៃក្នុង KRMN គឺជាស្ថាប័នសន្តិសុខដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសថៃវាជាអង្គភាពចម្រុះដែលបញ្ជាដោយផ្ទាល់ដោយនាយករដ្ឋមន្ត្រីខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីអ្វីទៅជា IAOC និងទីតាំងរបស់វាតើ IAOC គឺជាអ្វី IAOC គឺជាអង្គភាពដែលត្រូវបានបង្កើតឡើងក្នុងសម័យសង្គ្រាមត្រជាក់ដើម្បីប្រឆាំងនឹងចលនាកុម្មុយនីសប៉ុន្តែបច្ចុប្បន្នវាមានតួនាទីយ៉ាងទូលំទូលាយការសម្របសម្រួលមហាអំណាចវាបញ្ជាលើទាំងយោធាប៉ូលីសនិងមន្ត្រីស៊ីវិលនៅពេលមានវិបត្តិសន្តិសុខ IAOC មានអំណាចលើសពីក្រសួងស្ថាប័ននានាភារកិច្ចចម្បងតាមដានសិបការសម្ងាត់ការពារបូរណភាពទឹកដីទប់ស្កាត់អំពើភេរវកម្មការពារស្ថាប័នព្រះមហាក្សត្រនិងការគ្រប់គ្រងសន្តិសុខផ្ទៃក្នុងរួមទាំងការបង្ក្រាបបាតុកម្មឬការគ្រប់គ្រងមតិសាធារណៈក្នុងបរិបទសង្គ្រាមកម្ពុជាថៃ IAOC ដើរតួជាខួរក្បាលក្នុងការរៀបចំផែនការការពារតំបន់ខាងក្រោយនិងការផ្សព្វផ្សាយមនោគមវិជ្ជាជានិយមទៅកាន់ប្រជាជនថៃតែ IAOC ស្ថិតនៅកន្លែងណារចនាសម្ព័ន្ធរបស់ IAOC ត្រូវបានបែងចែកទៅតាមភូមិសាស្ត្រយោធារបស់ថៃទីបញ្ជាការកាដាត IAOC Headquarters ស្ថិតនៅសួនរដ្ឋបាលសួនរ៉ាទីក្នុងទីក្រុងបាងកកនេះគឺជាកន្លែងដែលនាយករដ្ឋមន្ត្រីលោកអានុទិននិងមេបញ្ជាការកងទ័ពចេញបញ្ជាយុទ្ធសាស្ត្រ IAOC តំបន់1 IAOC Region 1ដែលលោកបានលើកឡើងក្នុងកិច្ចប្រជុំនោះគឺទទួលបន្ទុកលើភាគកាដានៃប្រទេសថៃរួមទាំងបាងកកនិងខេត្តសំខាន់ជាប់ព្រំដែនកម្ពុជាដូចជាច័ន្ទបុរីស្រែកែវនិងត្រាច់ IAOC តំបន់ផ្សេងទៀតតំបន់2ភាគឦសានជាប់ព្រំដែនកម្ពុជាភាគខាងជើងដូចជាសូរិនឧត្តរមានជ័យតំបន់3ភាគខាងជើងតំបន់4ភាគខាងត្បូងហេតុអ្វីបានជា IAOC តំបន់1មានសារៈសំខាន់នៅពេលនេះការដែលមេបញ្ជាការតំបន់ទី1កោះប្រជុំអភិបាលខេត្តទាំង26គឺដោយសារតែតំបន់នេះជាបេះដូងសេដ្ឋកិច្ចនិងនយោបាយរបស់ថៃប្រសិនបើកម្ពុជាបាញ់កាំភ្លើងធំតបតឬវាយបបចូលជ្រៅគឺតំបន់ទី1នេះហើយដែលរងគ្រោះមុនគេការពង្រឹង IAOC តំបន់1គឺជាការត្រៀមលក្ខណៈសង្គ្រាមក្នុងកម្រិតរដ្ឋបាលស៊ីវិលយោធាពេញលេញ